កូនស្រីម្ដាយម៉ែមិនបានតាំងចិត្តទេតែម៉ែត្រូវតែធ្វើទាំងបង្ខំអញដឹងទេបន្តិចទៀតនេះអញនឹងត្រូវរៀបការចូលគ្រួសារគេកូនប្រសាគេណាត្រូវធ្វើតួនាទីច្រើនយ៉ាងជំនួសម្ដាយក្មេងពេលខ្លះត្រូវរៀបចំខ្លួនជាបែបបំរើម្នាក់ដូច្នេះហើយមើលម៉ោងចុះម៉ោង 5 ទៅហើយអញមិនទាន់ក្រោកទៀតបែបនេះហើយទើបម៉ែនេះមកធ្វើបែបនេះដាក់ឯងកុំខឹងនឹងម៉ែណាកូនសម្លាញ់ម៉ែកំពុងតែបង្រៀនកូនឲ្យខ្លាយទៅជាកូនប្រសាដ៏ល្អបង្រៀនកូនឲ្យដឹងពីរបៀបអត់ធ្មត់បង្រៀនកូនឲ្យដឹងថាជីវិតក្រោយរៀបការនោះវាលំបាកយ៉ាងណាឆាប់ទៅដុសទឹកដាក់ពាងនិងរៀបចំអាហារពេលព្រឹកទៅមុនពេលដែលឪពុកឯងប្រើបន្តិចទៀតអញត្រូវក្រោកពីព្រលឹមមុនប្តីមុនគេគ្រប់គ្នានៅក្នុងផ្ទះគឺត្រូវរៀបចំធ្វើកិច្ចការទាំងអស់នេះសម្រាប់គេគ្រប់គ្នាណាធ្វើពីឥឡូវនេះទៅវាទម្លាប់ខ្លួនឲ្យហើយម្យ៉ាងកិច្ចការទាំងអស់នេះម៉ែបានបង្រៀនឯងតាំងពីក្មេងមកម្ល៉េះមែនទេឯងនេះមិនសមនឹងខ្លាចសោះអូមែនហើយម៉ែភ្លេចគិតថាឯងនេះមិនមែនភ្លេចនោះទេគឺឯងរំភើបសប្បាយចិត្តពេករហូតដល់ភ្លេចខ្លួនថានឹងត្រូវជួបអ្វីម៉ែនេះបារម្ភពីឯងខ្លាំងណាស់នារដីបារម្ភរហូតដល់ត្រូវបង្ខំចិត្តក្រោកពីព្រលឹមមកដាស់ឯងដើម្បីផ្ដល់មេរៀនដល់ឯងកុំភ្លេចថាខ្លួនជាស្រីកុំរំភើបថាការដែលបានរៀបការហើយនឹងមានក្តីសុខនិងសុភមង្គលហើយវានឹងធ្វើឲ្យខ្លាំងទៅជាប្រណីនោះវាមិនមែនជាការពិតទេណាកូនក្រោយពេលដែលរៀបការហើយអញនឹងខ្លាំងទៅជាបើកបំរើនៅក្នុងរូបភាពថ្មីដូច្នេះកុំសប្បាយអរហូតដល់ថ្នាក់ឈួតពង្វេងនិងសេចក្តីសុខសុភមង្គលខ្លាំងខ្លាយដែលអញកំពុងតែសម័យនេះឆាប់ទៅធ្វើអ្វីដែលឯងត្រូវធ្វើពីឥឡូវនេះទៅកុំភ្លេចអ្វីដែលឯងកំពុងតែធ្វើរាល់ថ្ងៃនេះអនុវត្តវាឲ្យជាប់ជាប្រចាំឆាប់ទៅធ្វើវាទៅទៅកូនទៅនេះទឹកពុកកុំភ្លេចฝึกហាត់តួនាទីឲ្យបានល្អហើយកុំភ្លេចធ្វើតួនាទីជាកូនដែលតបស្នងសងគុណឪពុកមុននឹងចាក់ចេញទៅរស់នៅផ្ទះខាងប្តីក្រែងលោថាចង់បានប្តីរហូតដល់ថ្នាក់ភ្លេចឪពុកភ្លេចបរោះម្នាក់ដែលធ្លាប់ផ្ដល់កំណើតឲ្យភ្លេចបរោះម្នាក់ដែលខំចិញ្ចឹមតាំងពីតូចមកកុំឲ្យក្តីរំភើបព្រោះតែមនុស្សប្រុសម្នាក់ទៀតនោះភ្លេចបរោះចំណាស់ម្នាក់នេះណានិរដីអូនណាកុំនិយាយបែបនេះអីនិរដីគេកតញ្ញូស្រាប់ទៅហើយណាអូនសម្លាញ់
លោកបងអូនគ្រាន់តែរំលឹកក្នុងនាមជាម្ដាយម្នាក់តាលីឡាថ្ងៃនេះកូនមិនបាច់ជួយកិច្ចការរបស់នាយរដីទេណាលោកបងកុំអាចគិតអូនក្នុងផ្លូវផ្សេងឲ្យសោះណាអូនចង់បានន័យថាទុកឲ្យនាយរដីគេរ៉ាប់រងការងារឲ្យបានច្រើនដើម្បីឲ្យគេបានត្រៀមខ្លួនសមនឹងបរិយាកាសក្រោយពេលរៀបការលោកបងក៏ដឹងហើយមែនទេថាការទៅរស់នៅជាមួយនឹងម្ដាយក្មេកបងថ្លៃប្អូនថ្លៃមានសាច់ញាតិច្រើនត្រូវរងសម្ពាធអ្វីខ្លះអូនកំពុងតែបារម្ភពីកូនណាលោកបងហើយនឹងក៏កំពុងតែបារម្ភពីសុខភាពលោកបងដែរធ្វើចុះនេះបានហើយបងទៅធ្វើការហើយមើលតែពុកដូចជាមិនស្រួលខ្លួនខ្លាំងណាស់ពុកគាត់ទៅនៅផ្ទះសម្រាប់មួយថ្ងៃពីរសិនមកបារម្ភពីពុកឯងណាគួរតែធ្វើខ្លួនឲ្យល្អទៅម៉ែចាំប្រាប់ថាលោកពុកឯងណាគាត់រឹងមាំណាស់ខ្ញុំធ្វើតាមបញ្ជាបេះដូងរបស់ខ្ញុំបើសិនជាខ្ញុំមិនធ្វើទេខ្ញុំនឹងខុសខ្ញុំចង់តែកំចាត់វាឲ្យបាត់ពីពិភពលោកនេះទេហេតុអីគាត់ពិភពលោកនេះបង្កើតឲ្យពួកយើងមានរូបរាងមុខមាត់ដូចគ្នាតែបែងចែកសុភមង្គលដាច់ពីគ្នាបែបនេះទៅវិញឲ្យវាសប្បាយចិត្តសិនទៅ